Ok,សួស្តីអ្នកគ្នាស្វាគមន៍មកកាន់self reflection episode 3ហ្នឹងហើយព្រោះខ្ញុំចេញបាន2 episode ហើយរៀងបាត់ខ្ញុំយូរទៅហើយឥឡូវថ្ងៃនេះមក update ពី self reflection ដូចអ្នកនរគ្នាដឹងហើយថា self reflection របស់ខ្ញុំភាគច្រើនខ្ញុំមិនធ្វើរបៀបថាជា script ឬក៏មាន storyboard ដូចទុកមុនទេអាហ្នឹងគឺខ្ញុំព្យាយាម update ទៅតាមហេតុការណ៍និង experience ដែលខ្ញុំបានជួបថ្មីឧទាហរណ៍ដូចជាepisode 1ចំណងជើងអីគេខ្ញុំចង់ភ្លេចបាត់episode 1របស់ខ្ញុំនៃ self reflection គឺខ្ញុំនិយាយពី where should I go ហ្នឹងហើយអាហ្នឹងគឺជា episode មួយដែលខ្ញុំ lose ខ្លាំងហើយខ្ញុំរៀង realize មកខ្លួនឯងដែរតែខ្ញុំកំពុងតែបាត់បង់ direction ហើយខ្ញុំព្យាយាមស្វែងរកវាមកវិញម្ដងទៀតនៅក្នុងឆ្នាំហ្នឹងឆ្នាំថ្មីហ្នឹងបន្ទាប់មក episode 2 I am the problem គឺបន្ទាប់ពីខ្ញុំហៅឃើញពីកំហុសខ្លួនឯងមកច្រើនជាមួយនឹងខ្លួនឯងហ្នឹងហើយបន្ទាប់ពីខ្ញុំរកឃើញកំហុសច្រើនដែលខ្ញុំបានធ្វើជាមួយនឹងខ្លួនឯងឧទាហរណ៍ដូចជាពេលខ្លះយើងរៀប plan មកហើយយើងធ្វើវាអត់ដោយអត់យកចិត្តទុកដាក់យើង take one step មែនក៏ប៉ុន្តែគឺវាគាំងត្រឹម one step ហ្នឹងគឺយើងអត់គិតរកដំណោះស្រាយឬក៏អីថ្មីអញ្ចឹងទៅហ្នឹងហើយចាហ្នឹងគឺ I am the problem ហើយ episode 3នេះខ្ញុំអត់ដឹងថាខ្ញុំត្រូវដាក់ title មិនដែរថ្ងៃនេះរៀងប្លែកព្រោះដោយសារតែយើងអត់មានចេញមកបើកក្បាលជិះម៉ូតូទៅធ្វើការឬក៏ទៅដើរលេងនៅណាអីទេគឺថ្ងៃនេះនៅផ្ទះ work from home ដោយសារតែអានេះខ្ញុំ update ឲ្យអ្នកនរគ្នាដឹងទៅចោះព្រោះ oh shit ហ្នឹងហើយអញ្ញបានណាមួយរយៈចុងក្រោយនេះសុខភាពខ្ញុំវាទ្រុឌទ្រោមដែរចុះខ្លាំងដែរដោយសារតែយើងវាមានបញ្ហាច្រើនយើងគិតច្រើនទៅលើបញ្ហាដែលវាកំពុងតែកើតឡើងឬក៏បញ្ហាដែលវាអាចនឹងកើតឡើងនៅពេលបន្តិចទៀតនេះអញ្ញបានថាខែ3អីខែ4គឺជាខែមួយដែលខ្ញុំត្រូវថា survive ខ្លាំងជាងគេហើយខ្ញុំមើលឃើញខ្លួនឯងដែរថាគ្រប់យ៉ាងទាំងផ្លូវចិត្តទាំងអីទាំងអស់គឺខ្ញុំអាចទប់ទល់បានយ៉ាងហោចណាស់គឺតាមមួយខែទៀតទេតែខ្ញុំសង្ឃឹមថាយើងអាចទប់ទល់បានហើយខ្ញុំគិត positive ជាខ្ញុំមិនដឹងថាត្រូវនិយាយមិនដែរហ្នឹងហើយអញនិយាយថាខែក្រោយគឺជាខែមួយដែលខ្ញុំ job slash មែនទេហើយខ្ញុំគិតចុះគិតឡើងទៅខ្ញុំគិតថាបន្ទាប់ពីខ្ញុំ resign ពីការងារហើយខ្ញុំ jobless មែនក៏ប៉ុន្តែខ្ញុំអាចនឹងមានពេលនឹង heal ខ្លួនឯងបានច្រើនឧទាហរណ៍ដូចជាខ្ញុំអាចមើលថែខ្លួនឯងបានច្រើនឆ្លើយសំណួរដែលខ្ញុំតែងតែសួរខ្លួនឯងបានច្រើនដោះស្រាយបញ្ហា over thinking នឹងបានព្រោះដូចខ្ញុំមនុស្សខ្ញុំមករបៀប night thinker ហើយ daydreamer យប់ឡើងអត់ដេកយល់សពទេតែដេកគិតក៏ប៉ុន្តែថ្ងៃឡើងបានចាប់ដើមយល់សពបានចាប់ដើម reflect តែខ្លួនឯងចង់បានអីក៏ខ្លួនឯងមិនអីមិនចឹងតែ copy គេមិនមែន copy គេខ្ញុំគិតថាមិនមានតែខ្ញុំដែរអាចនឹងមានពេលខ្លះអាចនឹងមានគ្នាយើងដែលកំពុងតែទស្សនានឹងមើលដែរហ្នឹងហើយជប់ខ្ញុំមកកន្លែងដាក់ mic ទីសិនព្រោះជិលកាន់អូខេលឺច្បាស់ខ្ញុំស្គាល់ណាស់អ្នកនរគ្នាលឺច្បាស់រៀងប្លែកអ្នកនរគ្នាថ្ងៃនេះរៀងមាន background ថ្មីតិចព្រោះដោយសារតែខ្ញុំដូរទីតាំងរស់នៅហើយវាគឺជា wow big happiness មួយដែលធំសម្រាប់ខ្ញុំក៏ដូចជាប្អូនខ្ញុំដូចជាបងខ្ញុំដែរព្រោះដោយសារតែកន្លែងដែលខ្ញុំរស់នៅពីមុនវា toxic វាញ៉ាំញ៉ៃខ្លាំងវាមានរឿងអយុត្តិធម៌ឬវាមានរឿង smoke គ្រោកខ្លាំងចឹងហើយបន្ទាប់ពីឆ្នាំតែប៉ុន្តែខ្ញុំទៅមកដូរចូលមកនៅក្នុងដើមខែ3នេះដែរទេហើយមានអារម្មណ៍ថាដូចដកបាឡាចេញពីក្នុងទ្រូងរបស់ខ្ញុំអញ្ចឹងដកបាឡាចេញពីក្នុងទ្រូងបងប្អូនអញ្ចឹងតាំងពីខ្ញុំមកនៅកន្លែងថ្មីនេះយើងមានស្ងប់ស្ងាត់អូខេ
ផ្លូវចិត្តរបស់យើងក៏វារៀងធូរស្រាលជាងហ្នឹងវាអត់មានអីដែលត្រូវ toxic ដូចកន្លែងដែលយើងរស់នៅមុនហើយមួយទៀតអីដែលខ្ញុំមកឃើញខ្លួនឯងគឺខ្ញុំចាប់ដើម reflect មកខ្លួនឯងមកលឿន reflect ពីរឿងដែលវាអាចនឹងកើតឡើងមកបានខ្ញុំចាប់ដើមអាណិតខ្លួនឯងក៏វាច្រើនជាងមុនដែរអញ្ចឹងបានមករយៈចុងក្រោយនេះគឺខ្ញុំជួបរឿងច្រើនជាមួយនឹងOh fuck ហើយខ្ញុំមិនដឹងថាមានប្រមាណអ្នកដែលធ្លាប់ជួបរឿងដូចខ្ញុំទេគឺខ្ញុំអាណិតអ្នកដទៃគឺច្រើនជាងខ្លួនឯងរហូតដល់វាទៅជារឿងមួយដែលខ្ញុំអត់ខ្វាយខ្វល់ជាមួយនឹងខ្លួនឯងតែទៅគិតពីរឿងអ្នកដទៃទាំងតែខ្លួនឯងកំពុងតែជួបបញ្ហាវាធំជាងគេទៀតវាពិបាកនឹងដោះស្រាយហើយអត់មានអ្នកជួយអត់មានអ្នកសួរនាំដូចគេទេយើងសុខចិត្តចំណាយពេលអាហ្នឹងទៅសួរគេទៅអីហើយសួរតើវាអត់បានមកវិញនេះខ្ញុំសប្បាយចិត្តនឹងពេលដែលខ្ញុំជួយគេទៅបានដោះស្រាយបញ្ហាឲ្យគេទៅបានតែសួរថាខ្ញុំមានអ្នកមកសួរនាំមកអញ្ចឹងដូចវិញគេអត់ No គឺអត់មានទេគឺមានតែខ្ញុំខ្លួនឯងដែលខ្ញុំតែងតែសួរខ្លួនឯងរយប់ឬក៏ពេលដែលខ្ញុំជិះម៉ូតូឧទាហរណ៍ដូចអាទិត្យមុនអញ្ចឹងគឺខ្ញុំមាន company trip អានេះក៏ជា last company trip តែខ្ញុំសប្បាយចិត្តខ្លាំងមែនទែន Wow យើងទៅកពូតតែទេវារូបភាពតតែទេក៏ប៉ុន្តែបរិយាកាសនិងការជួបជុំនិងអាការសប្បាយនេះគឺវាខុសប្លែកពីការដែលខ្ញុំទៅតែឯងឬក៏ទៅមួយ team មួយអីចឹងទៅ enjoy ខ្លាំងមែនទេឥឡូវចូលបញ្ហាពីរឿងនេះវិញប៉ុន្តែមែនខ្ញុំអត់មានអ្នកសួរនាំអត់មានអីទេពីមុនតែប៉ុន្តែគឺខ្ញុំចេញពីកន្លែងមួយខ្ញុំអភិវឌ្ឍខ្លួនឯងចេញពីមនុស្សមួយដែលរស់រាយដែលជួយចិត្តនិយាយច្រើនជួយចិត្ត make friend ហើយដូចជាកាលពីប្រហែលឆ្នាំមុនខ្ញុំវាជួបរឿងច្រើនហើយវាប៉ះពាល់ទៅដល់អារម្មណ៍របស់យើងទៅដល់អានឹងគេហៅថា trust issue អញ្ចឹងគឺខ្ញុំមានអា trust issue ហ្នឹងជាមួយនឹងមិនថាទាំងស្នេហាទាំងមិត្តភ័ក្តិទាំងការអូស៊ីទាំងការធ្វើការចឹងតែគ្រប់យ៉ាងទាំងអស់គឺខ្ញុំពិបាកនឹងទុកចិត្តប្រហែលស្មើតែពេលខ្លះខ្ញុំជួបមនុស្សល្អគឺខ្ញុំដឹងពីបំណងរបស់គេដែលគេស្គាល់ខ្ញុំហ្នឹងគឺអត់មានបំណងអីទេគ្រាន់តែស្គាល់រាប់អានស្រឡាញ់រាប់អានអីចឹងទៅគេអត់មានបំណងអាក្រក់នឹងធ្វើបាបខ្ញុំអីចឹងទេក៏ប៉ុន្តែអា trust issue របស់យើងខ្លួនឯងគឺយើងគិតច្រើនខ្លួនឯងគឺយើងឲ្យអា negative energy ហ្នឹងមក control លើយើងបានហើយយើងក៏ចាប់ដើមដើរចេញពីគេក៏ប៉ុន្តែយើងមិនមែនតម្លាក់កំហុសទៅលើគេហើយប្រើអាហេតុផលមួយថាខ្ញុំអត់ទុកចិត្តអ្នកឯង No ពេលខ្លះវាអាចនឹងមានខ្ញុំឲ្យរឿងពីរយ៉ាងចេះពេលខ្លះខ្ញុំគិតថាប្រហែលជាខ្ញុំជាមេបញ្ហាអញ្ចឹងខ្ញុំអាចនឹងនាំរឿងទៅឲ្យគាត់ពេលខ្លះបញ្ហារបស់ខ្ញុំអញ្ចឹងខ្ញុំអាចនឹងទៅ share រឿងជាមួយនឹងគាត់ទៅជានាំ stress ឲ្យគាត់អាហ្នឹងក៏ខ្ញុំអាចនឹងដើរចេញពីក្រុមណាមួយពីអ្នកណាម្នាក់ដែរដោយសារតែខ្ញុំអត់ចង់ឲ្យអាបញ្ហារបស់ខ្ញុំខ្លាយទៅជាបញ្ហារបស់អ្នកដទៃដែរទី2អា action ទូចតែគេធ្វើមកលើខ្ញុំហ្នឹងអាហ្នឹងវាធ្វើឲ្យខ្ញុំនឹកឃើញទៅដល់អាសកម្មភាពដែលខ្ញុំធ្លាប់បានឆ្លងកាត់ធ្លាប់បានមនុស្សមួយក្រុមដែលធ្លាប់ធ្វើដាក់ខ្ញុំអញ្ចឹងគឺខ្ញុំវាអារឿងហ្នឹងវាហាន់យើងខ្លាំងមែនទែនវាតាមលងបន្លាចយើងអីចឹងទៅវាធ្វើឲ្យយើងចាប់ដើមមានអា trust issue ទាំងអស់ហ្នឹងហើយក៏សម្រេចចិត្តដើរចេញអូខេបើនិយាយបកទៅក្រោយដូចជាឆ្នាំ2020 2022បន្ទាប់ពីជាប់ COVID ហើយអាហ្នឹងគឺពេលដែលខ្ញុំចាប់ដើមឈប់ freelance ហើយខ្ញុំទៅដើរហៅការងារតាមក្រុមហ៊ុនអីចឹងទៅព្រោះដោយសារបញ្ហា freelance ការងារហ្នឹងគឺវាមានបញ្ហាច្រើនបើខ្ញុំគិតថាបើសិនជាអ្នកធ្លាប់ធ្វើការខាងផ្នែក design freelance ឥឡូវបើគាត់ជាដឹងថាបញ្ហាដែលកំពុងតែកាត់ឡើងរាល់ថ្ងៃហ្នឹងគឺវាបែបណាមិនមែនយើងខ្លាចទីផ្សារហ៊ានប្រកួតប្រជែងទេក៏ប៉ុន្តែអាការប្រកួតប្រជែងនេះគឺវាលក្ខណៈថាវានៅក្នុងចំណុចមួយដែលវាអាចទទួលយកបានណាយើងឲ្យថាយើងសុខចិត្តបន្ទាបតម្លៃដើម្បីបានភៀវតម្លៃអីចឹងទៅទាំងដែលអានេះខ្ញុំអត់ចង់និយាយទេអ្នកនរគ្នាអាចទៅស្វែងយល់បន្ថែមខ្លួនឯងហ្នឹងហើយខ្ញុំកាលហ្នឹងចាប់ដើមពេលដែលខ្ញុំចាប់ដើមឈប់ធ្វើ freelance ខ្ញុំហៅការងារធ្វើទៅដល់ក្រុមហ៊ុនមួយ
nhung so rồi từ cái lại cha bao nhiêu mùi đá có chia cái lại mùi để thưa có sang à thùng nục chết bao nhiêu nứng lại ngồi quanh đá nhung chọc đam score mình được một crom phụ có spread positive energy mọi nhung nó cứ trơn khăn mình này like everyone push me up every day thôi nhung bỏ bong negative energy như thế về class không ai nhận thông mà nó bây giờ dương stress dương depressed dương break down dương cái ảnh này cái negative energy nó ngay còn bàn tay dương auto purpose có kết ra được môn này đưa sang tại positive energy để phụ cọt chạy lên mà ở nhóm nó thôi nhóm bỏ bong negative energy mà mình ở linh tới còn tay nhóm ăn được sman muối đại nếu bây giờ nhóm màu khơi này nhóm cứ chịu problem សម្រាប់ everyone គេđấy គឺខ្ញុំយកតែរឿងបញ្ហារបស់ខ្លួនឯងទៅចែកម្លែកទីនិយាយបើនិយាយទៅគឺខ្ញុំនឹកឃើញដល់មិត្តភ័ក្តិខ្ញុំមួយដែរដែលខ្ញុំស្គាល់គាត់តាមកន្លែងខាងងារចាស់ហ្នឹងទៅហើយគាត់និយាយថាជាមនុស្សមួយដែល push me up ខ្ញុំរាល់ថ្ងៃជាអ្នកដែលខ្ញុំអាចធ្វើពិភាក្សាអ្នកដែលខ្ញុំទុកចិត្តខ្លាំងជាងគេអាចនិយាយពីបញ្ហាផ្ទាល់ខ្លួនជាមួយនឹងគាត់អីចឹងទៅទោះបីជាពេលខ្លះsolution ដែលគាត់ឲ្យមកខ្ញុំនឹងខ្ញុំធ្លាប់ធ្វើហើយវាអត់មានវាអត់ work មែនក៏ប៉ុន្តែយើងមានអារម្មណ៍ថាយើងធូរស្បើយយើងសប្បាយចិត្តជាងមុននៅពេលដែលយើងនិយាយអារឿងអស់ហ្នឹងទៅកាន់គាត់ញ៉ាខ្ញុំអរគុណខ្លាំងមែនទេ salute ហើយបន្ទាប់ពីខ្ញុំដឹងខ្លួនឯងពេលហ្នឹងគឺពេលដែលខ្ញុំ lost ខ្លួនឯងខ្លាំងមែនទេខ្ញុំអត់ដឹងថាខ្ញុំត្រូវទៅផ្លូវណាខ្ញុំចង់ធ្វើអីទេហើយខ្ញុំក៏ដឹងច្បាស់ខ្លួនឯងថាខ្ញុំមកគាត់ជាខ្លាយទៅជា big problem ទៅឲ្យគាត់អាចនឹងនាំអា negative energy រឿងមិនសុបាយទៅឲ្យគាត់អញ្ចឹងទៅបើសម្រាប់ខ្ញុំដឹងពីទឹកចិត្តរបស់គាត់អត់ខ្វាយខ្វល់ថាអូអាហ្នឹងគឺយើងនាំបញ្ហានាំអីទៅឲ្យគាត់ទេសំខាន់គឺគាត់មានចិត្តមួយចង់ជួយយើងនាំយើងចេញពីអា hell ទាំងអស់ហ្នឹងក៏ប៉ុន្តែយើងធម្មតាយើងអត់អាចនឹងដល់វាថាការជួបជុំមួយដែលសប្បាយសុខយើងជាអ្នកនាំរឿងចែកម្លែងនិយាយចេះធ្វើឲ្យអ្នកគ្រប់គ្នាដែលទៅជាសប្បាយទៅជាពិបាកចិត្តអីចឹងទៅសូមដាក់កាហ្វេមួយសិនវ៉ាកាហ្វេតូបតាមផ្ទះណានៅចិត្តកន្លែងខ្ញុំមកនៅថ្មីនេះក៏ធ្វើឆ្ងាញ់ត្រូវមាត់ខ្ញុំទៀតអានេះកាហ្វេដោះគោកាហ្វេចាស់អូខេយើងនិយាយតតមកខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងដើរចេញពីគាត់មករស់នៅជីវិតបែបខ្លួនឯងជីវិតឯករាជ្យឯកោអីចឹងទៅខ្ញុំទទួលស្គាល់ថាខ្ញុំ3ឆ្នាំខ្ញុំអត់ច្បាស់ដែរបន្ទាប់មកខ្ញុំហៅកន្លែងការងារថ្មីបានដែលខ្ញុំកំពុងតែធ្វើរាល់ថ្ងៃហើយក៏ចិត្តដល់ពេលដែលខ្ញុំត្រូវចាក់ចេញដែរហើយប្រហែលឆ្នាំចុងក្រោយដែលខ្ញុំទៅកន្លែងថ្មីហ្នឹងក៏ជាពេលមួយដែលខ្ញុំដឹងពីសមត្ថភាពខ្លួនឯងហើយខ្ញុំរៀនបានច្រើនមែនទែនមានកន្លែងចំណុចខ្វះខាតច្រើនខ្លាំងមែនទែនដែលខ្ញុំខ្វះខាតស្មើតែមកដល់ឥឡូវគឺមានតែចំណុចមួយដែលខ្ញុំពិបាកកែខ្លាំងជាងគេអូ fuck ខ្ញុំដូចខ្ញុំនិយាយអញ្ចឹងខ្ញុំជា night thinker អានេះគេហៅអីស្អីគេ night owl ឯងខ្ញុំពិបាកគេងយប់ឡើងពេលខ្លះម៉ោង 5 6 បានខ្ញុំគេងដល់ 5 6 ភ្លឺចឹងធ្វើឲ្យខ្ញុំវាប៉ះពាល់ទៅដល់ schedule ពេលព្រឹករបស់ខ្ញុំធ្វើឲ្យខ្ញុំពិបាកក្រោកពេលខ្លះខ្ញុំក្រោកមកយើងមួម៉ៅយើងអត់សុបាយចិត្តពីធ្វើការអាហ្នឹងវាប៉ះពាល់ទៅដល់គេទៀតហើយមែនខ្ញុំអត់ដឹងខ្លួនឯងទេគឺខ្ញុំដឹងក៏ប៉ុន្តែខ្ញុំអត់ដឹងថាវាយ៉ាងម៉េចដែរខ្ញុំអត់ដឹងថាមានម៉ាអ្នកដែលកំពុងតែ face a problem ដូចខ្ញុំហើយកំពុងតែស្វែងរកដំណោះស្រាយចឹងយើងស្វែងរកដំណោះស្រាយទាំងអស់គ្នាស្មើតែខ្ញុំមកថ្ងៃក៏ខ្ញុំព្យាយាមខ្លាំងមែនទេដើម្បីកែវាក៏ប៉ុន្តែខ្ញុំកាន់តែព្យាយាមខ្ញុំកាន់តែ down ទៅរហូតមកដល់ចំណុចឥឡូវហ្នឹងដែលខ្ញុំកំពុងតែអង្គុយនិយាយម្នាក់ឯងចឹងទៅខ្ញុំមិនដឹងថាម៉ាអ្នកដែលអាចមើលវីដេអូខ្ញុំមកដល់ធំហ្នឹងទេបើសិនជាមើលមកដល់ឬក៏ដល់ចប់ទេអានេះខ្ញុំអរគុណខ្លាំងមែនទេ I'm really appreciate it ខ្ញុំមកដល់ចំណុចមួយដែលខ្ញុំចាប់ដើមបាត់បង់ direction ខ្ញុំម្ដងតិចទៀតហើយដោយសារតែខ្ញុំព្យាយាមកែមែនខ្ញុំគិតថាអាហ្នឹងមែនទេមកពីយើងខ្លួនឯង no អត់យកចូលទេអាចបែរជាខ្ញុំ burn out ឬក៏ខ្ញុំជួប
បញ្ហាច្រើនពេកឬក៏ខ្ញុំព្យាយាមដោះស្រាយបញ្ហាច្រើនពេកតែឯងនៅក្នុងពេលតែមួយ like ខ្ញុំទូយហ្នឹងអ្នកនរគ្នាអ្នកដែលធ្លាប់ឃើញខ្ញុំខាងក្រៅគេដឹងខ្ញុំទូយខ្ញុំតែ1.63ម៉ែត្រក៏ប៉ុន្តែខ្ញុំរងខ្ញុំទូដូចថ្មមួយធំមែនទេណែពេលខ្លះសម្បីតែមានមិត្តភក្តិមានអីចឹងគាត់មកសុំជួយចែករំលែកខ្ញុំអត់ឲ្យទេគេខ្ញុំសុខចិត្តទូទេតែឯងរហូតដល់ខ្ញុំ break down ខ្ញុំ burn out ទេចឹងទៅហើយអាហ្នឹងគឺវាប៉ះពាល់ទៅដល់ខ្ញុំខ្លាំងមែនទេថា schedule ដល់ខ្ញុំប្រចាំថ្ងៃហ្នឹងវាធ្វើឲ្យខ្ញុំបាត់បង់អា passion នៅក្នុងការធ្វើការ passion ដើម្បីទៅដល់គោលដៅមួយដែលខ្ញុំចង់ទៅដែលខ្ញុំ set up ខ្លួនឯងនៅក្នុងឆ្នាំនេះថាខ្ញុំត្រូវទៅដើរឲ្យដល់ប្រហែលភាគរយទៅដល់ឆ្នាំថ្មីចឹងទៅ oh shit ហើយអញនិយាយបានថាមក2ឆ្នាំចុងក្រោយនេះខ្ញុំមានតែអ្នកសាងកំហុសមកឲ្យខ្ញុំហើយមានកំហុសតែមួយឯងដែលខ្ញុំសាងទៅឲ្យគេហើយអូខេហើយកំហុសមួយហ្នឹងគឺវាហាន់ខ្ញុំខ្លាំងមែនទេខ្ញុំមានអារម្មណ៍ថាខ្ញុំមាន impress ខ្លួនឯងខ្ញុំខ្មាស់ខ្លួនឯងដែរហើយស្ដាយក្រោយខ្លាំងមែនទេដែលខ្ញុំទៅសាងកំហុសហ្នឹងមក oh fuck ហើយខ្ញុំគិតថាហ្នឹងបើជាកាមាបើជាកម្មពីរបស់ខ្ញុំឥឡូវខ្ញុំកំពុងតែ enjoy មកកាមាទាំងអស់ហ្នឹងហើយរឿងថ្មីដែលខ្ញុំជួបហ្នឹងគឺខ្ញុំដូចដែលខ្ញុំនិយាយអញ្ចឹងគឺខ្ញុំព្យាយាមជួយគេអាណិតគេផ្ដោតក្តីស្រឡាញ់ទៅឲ្យគេច្រើនជាងឲ្យផ្ដល់ឲ្យមកលើខ្លួនឯងអានេះគឺខ្ញុំនិយាយទូទៅតែរឿងមិត្តភក្តិទាំងរឿងស្នេហាទាំងរហូតដល់ខ្ញុំមានអារម្មណ៍ថាខ្ញុំអត់មានតម្លៃទេរហូតដល់អាហ្នឹងយូរទៅវាទៅជារឿងមួយដែលខ្ញុំអត់ដឹងថាខ្ញុំមើលឃើញរាល់ថ្ងៃហ្នឹងវាអញ្ចឹងមែនអត់ឬក៏ជាវាគ្រាន់តែជា overthinking របស់ខ្ញុំទេក៏ប៉ុន្តែខ្ញុំជឿជាក់ទៅលើអា bad feeling អា trust issue របស់ខ្ញុំហ្នឹងនៅពេលដែលវា alert មកដល់ខ្ញុំឲ្យខ្ញុំដឹងម្ដងគឺអាហ្នឹងវាតែងតែខ្លាយជាការពិតអូ fuck ចឹងហើយធ្វើឲ្យខ្ញុំរយៈចុងក្រោយគឺខ្ញុំដកខ្លួនឆ្ងាយចេញពីមនុស្សទាំងអស់ហ្នឹងច្រើនខ្លាំងមែនទែនរបៀបថាឥឡូវខ្ញុំសុំលើករឿងទូចមួយចុះខ្ញុំស្គាល់មនុស្សម្នាក់ដែលគាត់អត់ចេះអីសោះដែលគាត់កំពុងតែវែងគាត់តែថាអ្នកជួយហើយខ្ញុំក្នុងនាមយើងជាអញនិយាយថាជាសិស្សច្បងអីចឹងទៅយើងឃើញគាត់កំពុងតែលងទឹកទាំងតែខ្លួនឯងក៏អត់ចេះហែលទឹកដែរក៏ប៉ុន្តែបថុយបន្ថែមទៅជួយគេស្រង់គេចេញមកផ្ដល់ចំណេះបង្រៀនស្អីដែលខ្លួនឯងមានស្អីដែលខ្លួនឯងចេះទៅឲ្យគាត់ដល់ពេលយូរទៅវាទៅជារឿងមួយដែរខ្ញុំ focus ទៅលើគាត់ច្រើនជាងខ្លួនឯងខ្ញុំខ្លាយទៅជាមនុស្សម្នាក់ដែលគួរអាណិតខ្លាំងជាងគេទៀតខ្ញុំមិនដឹងថាមានម៉ានេះដែលជួបហើយយល់អារម្មណ៍មួយនឹងដូចខ្ញុំឯងហើយនៅពេលមួយដែលយើងទទួលបានអារម្មណ៍មួយដែលថាយើងអត់សមនឹងទទួលបានអាការផ្ដល់ឲ្យមកវិញសូមបិទស្លេងពីសិននេះខ្ញុំអត់សាកសមនឹងទទួលបានអាការដែលផ្ដល់ឲ្យមកវិញបែបហ្នឹងទេការតបស្នងមកវិញបែបហ្នឹងទេគឺខ្ញុំពិបាកទទួលយកខ្លាំងមែនទែន fuck ខ្ញុំអូខេបិទរឿងហ្នឹងធំហ្នឹងចុះហើយខ្ញុំក៏បានជួបអារឿងហ្នឹងតតែបញ្ហាបែបហ្នឹងតតែមកបន្តទៀតអត់ចេះចប់សោះហើយរហូតមកដល់អញនិយាយបានណាមកទៅដែរនោះមិនមកទៅដែរថាតាំងពីចិត្តដាច់ខែ2ចូលឆ្នាំចិនហើយមកដល់ឥឡូវគឺខ្ញុំកំពុងតែស្តាក់មួយអារឿងទាំងអស់ហ្នឹងខ្ញុំពេលខ្លះខ្ញុំអាណិតខ្លួនឯងដែរអ្នកនរគ្នាមិនបានខ្ញុំត្រូវជួបរឿងអញ្ចឹងតតែអញ្ចឹងមិនបានខ្ញុំអត់អាចដោះស្រាយវាបានហើយហេតុអីបានខ្ញុំជួបវាម្ដងហើយខ្ញុំអត់ចេះតែភ្លេចខ្ញុំចេះតែភ្លេចខ្លួនអាណិតគេភ្លេចអាណិតខ្លួនឯងផ្ដល់ឲ្យគេភ្លេចផ្ដល់ឲ្យខ្លួនឯងរហូតដល់យើងចាប់ដើមមួយបាត់បង់អីជាខ្លួនឯងអញ្ចឹងរហូតដល់យើងចាប់ដើម
bỏ bong nào ấy để luôn anh sẽ lánh cho mày từ chui kia đa tam kia nó like fuck me see I'm always the problem đôi episode 2 như vậy muốn chăng I am the problem see cứ việc bạn nè hai nó về môi đại dương chọc đam reflect cái năng màu vinh dương chọc đam kịch đó luôn ấy dương chọc đam self care màu vinh dương khai nhung khai tới chim mình luôn mình đại cho mà see it nhung khai tới chim mình luôn mình đại cọ khăn để con cây này bỏ nè thằng luôn tên đại hai đấy p này pp đại nhung cùng phong đại nơi chui phụ cọt nhưng mà đây là phụ cọt bơi khơi như cọ thế còn mình tay hai đấy bạn cọt top snow mò nhung bài nâng ấy chân tam phật còn mình tay nó p để nhung chập đam mà nứt luôn ấy nhung chập đam chui luôn ấy nhung chập đam tiên luôn ấy trên thì phiêu bảo với chim miên mà nắng nhung khai từ chim mà nung nè đại mà đi dùng phim phim khai từ chim mà nung nè đã cọt được không cây này cái mùi đồng pích đang là cái bụng plate hương đó để dùng tập hợp với mùi nhưng cái thà nắng mình phải dùng tới để chủ cái đó miền tràn miền tết but ôi nhung mà đang là episode 7 ní nhung cô ta đã thay thò bài mấy tết còn là tha self reflection episode 7 ní cứ nhóm reflect một luôn anh cần là tràn trong môn tiết tha tầm bận nha để của nó cứ luôn anh đấy của group B này nhung đáo group B này nhung nơi tại admin là nam một xu nôm nhung admin là nam một thôi chỉ không một ai xâm nhập nhung thế tầm bận thế cứ biết lại phật phục lô cái thông với tay đọc B chẳng tiếng mẹ đồng thời dân ai cá thề cứ mình là dân luôn anh chui luôn anh xu nôm luôn anh lên thực chất luôn anh chẳng thôi anh như bạn thấy nhung hiện xong này của bà sinh thì nè đợt tay mà lực thực chất nhóm cái lực mà nằm học play năng tê hay nhóm con đã lose luôn ấy nhóm con đã stress tại đây thì còn mà tay bà sinh thì nhóm lực thực chất luôn ấy nhóm chơi lực thực chất luôn ấy nhưng mà anh lực thực chất luôn ấy ba rồi lại phải chẳng video ngày nắng cứ miền đọc bản nắng nhưng mà đang thà miền vào màn đấy đã sẽ đọc dưới cái con cùng con đã chụp bệnh hà được chụp mùi nhóm anh vậy thăm anh ấy mình nhóm xe đi thực tế cứ chỉ video đại dương suy diêm rốt đồng nó sai chui kiểu này hay mình là nhóm mới nhóm chưa thầm mình mà được trở này cùng phong tại tại ca đồng nó sai vẫn được nhóm đây chân nhóm sẽ không thà nhẹ thực on nút có được chỉ nhóm đừng ai có sai bánh hà nó hãy chui luôn anh trên màu bên bán ai có sang là tụi nốt chết thằng play chết bỏ dương thằng passion bỏ dương nó cứ việc bàn trao nó bên được nhé hay nhung admin ấy nhảy trao đấy cứ mình lập bản năng ấy trong cái này trong trong giấy cứ bờ sân chỉ ca cha trên bỏ nhung vì là nè nào mà nè pi group nam nè group mùi nam nè đời xa tại nhung con đã xả lánh luôn anh nđất luôn anh trong bàn self care luôn anh thưa hưởng được con đang làm bấy luôn ấy khai tới chia hướng môi đàm mình ó nhung khai tới chia mình được cọ để không cài nền bao phụ kế trắng ok nhung sụt sẽ từ tua vô viện ha cọឬក៏ cover ទៅចឹងទៅក៏ប៉ុន្តែអីដែលខ្ញុំចង់បានគឺគ្រាន់តែឲ្យតម្លៃមកលើជីវិតខ្លួនឯងកាន់តែច្រើនជាងមុនផ្លូវចិត្តរបស់ខ្ញុំវា stable មកវិញខ្ញុំអាចដោះស្រាយបញ្ហាដែលខ្ញុំកំពុងតែជួបបានមកវិញទោះបីជាវាអត់អាចនឹងដោះស្រាយបានភ្លាមសូមត្រឹមតែផ្លូវចិត្តយើងmental របស់យើងវា stable មកវិញក៏អូខេដែរអញ្ចឹងបើសិនជាការចាក់ចេញមកខ្ញុំពីកន្លែងណាម្នាក់គិតថាខ្ញុំជឿនឹងអាក្រក់តាមដែលគេគិតចុះតែត្រូវចាំថាខ្ញុំគាត់តែចង់ឲ្យខ្លួនឯងអោប្រសើរមកវិញហូផ្លូវដែលខ្ញុំត្រូវទៅមុខបានបន្តទៀតខ្ញុំមិនដឹងថានិយាយទៅឲ្យបន្តទៀតទេចឹងគឺមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់អ្នកដែលបានទស្សនាមកដល់ថ្ងៃហ្នឹង Peace